ចំណងជើងការតស៊ូរបស់សត្វពីងពីងនៅក្នុងព្រៃដ៏ទូលាយមួយមានសត្វពីងពីងតូចមួយដែលរស់នៅលើជម្រាលឈើរាល់ព្រឹកប្រលប់ភ្លឺពីងពីងនោះតែងតែចេញធ្វើសកម្មភាពដ៏សំខាន់មួយគឺព្យាយាមសង់អារក្សបណ្ដាញរបស់ខ្លួនទោះបីវាសាងបានយ៉ាងស្រស់ស្អាតកន្លងមកក៏តែងតែមានខ្យល់ប្រហែលឬភ្លៀងធ្លាក់បំផ្លាញអារក្សរបស់វាជារៀងរាល់ថ្ងៃវាតែងតែសាងឡើងវិញដោយមិនធុញថប់ម្ដងទៀតវាសាងទៅដោយជឿថាអារក្សថ្មីនេះនឹងធ្វើឲ្យវាប្រមាញ់អាហារបាននិងរស់នៅបានតស៊ូនឹងបរិស្ថានមានពេលមួយសត្វមួយចំនួនមើលសត្វពីងពីងហើយបញ្ចេញសំណើចថាហេចឹងក៏សង់ទៀតហើយស្ងាត់សិនទេខ្យល់មួយបក់ក៏បាត់ហើយតែសត្វពីងពីងមិនស្ដាប់នោះទេវាបន្តធ្វើការងាររបស់វាដោយមានស្មារតីរឹងមាំនិងការអត់ធ្មត់និទានរឿងនេះបង្រៀនអ្វីរឿងនិទាននេះវាបង្រៀនឲ្យយើងយល់ថាស្មារតីតស៊ូអត់ធ្មត់និងការមិនបោះបង់ធ្វើឲ្យយើងឈ្នះការលំបាកដូចជាសត្វពីងពីងដែលសាងអារក្សឡើងវិញជារៀងរាល់ថ្ងៃខណៈដែលបញ្ហានិងការខូចខាតមិនដែលបញ្ឈប់វាបាន